នេះព្រឹកថ្ងៃទី4ខែធ្នូឆ្នាំ2025លោកអភិបាលនៃគណៈអភិបាលស្រុកសណ្ដានបានដឹកនាំក្រុមការងារមន្ត្រីរាជការរដ្ឋបាលស្រុករួមមានលោកនាយករងរដ្ឋបាលលោកប្រធានអនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកបានអញ្ជើញទៅចូលរួមក្នុងពិធីប្រគល់ផ្ទះមួយខ្នងនិងបង្គន់អនាម័យមួយខ្នងព្រមទាំងគ្រឿងឧបភោគបរិភោគនិងសម្ភារៈមួយចំនួនមានអង្ករមីត្រីខទឹកស៊ីអ៊ីវទឹកត្រីមុងកន្ទេលព្រមទាំងថវិកាមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍កេតេសង្ឃហបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាជូនដល់គ្រួសារអតីតយុទ្ធជនសោធននិវត្តឈ្មោះសុករ៉េនប្រពន្ធឈ្មោះរាយមានកូនចំនួន4នាក់សប្តាហ៍ថ្ងៃពួកគាត់រស់នៅជាប់ប្រអប់ស្ថិតក្នុងភូមិឧបសម្ព័ន្ធនៃភូមិជរឃុំសណ្ដានស្រុកសណ្ដានខេត្តកំពង់ធំក្រោមតបដីភាពរបស់ឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែរមានលោកអធិការនគរបាលស្រុកលោកមេបញ្ជាការកងរាជអាវុធហត្ថលោកមេបញ្ជាការផ្នែកសឹករងសណ្ដានលោកនាយរងប៉ុស្តិ៍រដ្ឋបាលសណ្ដានព្រមទាំងមន្ត្រីសឹករងខេត្តនិងមន្ត្រីសឹករងសណ្ដានរួមជាមួយព្រះគ្រូចៅអធិការវត្តក្រាំងដើមនិងព្រះសង្ឃគ្រប់អង្គព្រមទាំងអាជ្ញាធរឃុំភូមិបងប្អូនប្រជាពលរដ្ឋចាស់ព្រឹទ្ធាចារ្យក៏បានចូលរួមយ៉ាងច្រើនកកកផងដែរថ្លែងក្នុងឱកាសនោះឯកឧត្តមប្រធានគណៈអធិបតីក៏បានពំនាំនៅការផ្ដាំផ្ញើនិងការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចំពោះគ្រួសារអតីតយុទ្ធជននិងសោធននិវត្តន៍ទាំងអស់ក្នុងស្រុកសណ្ដានខេត្តកំពង់ធំសូមគោរពជូនពរឯកឧត្តមប្រធានគណៈអធិបតីលោកអភិបាលនៃគណៈអភិបាលស្រុកសណ្ដាននិងមន្ត្រីរាជការនៃរដ្ឋបាលស្រុកសណ្ដានទាំងអស់ជួបប្រទះតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរព្រះគុណនិងអរគុណ